សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានជូនដំណឹងនៅថ្ងៃទី29ខែកញ្ញានេះបានឲ្យដឹងថាព្យុះទី20ឈ្មោះប៊ូឡូយនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាន់ដាម៉ាន់ឈូងសមុទ្រថៃអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជាហើយកន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជានោះទេដែលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា31អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 50% តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម6ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 60% តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 50% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1.75 ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន